ចាប់ពីថ្ងៃហ្នឹងទៅមើលទៅត្រូវធ្វើហូបជាប្រចាំហ្មងអត់ដែរដឹងថាហូបគីមជីមានអត្ថប្រយោជន៍ដល់ថ្នាក់ហ្នឹងបីបូកូពីមើមធំល្មមប៉ុណ្ណឹងមកហាន់បែបហ្នឹងហើយយកមករោយអំបិលពីលើបែបហ្នឹងច្បល់ហើយទុក2ម៉ោងហើយច្បាច់មើលវាអត់លឺផុសយកមកលាងទឹកច្បាច់ទុកឲ្យវាសក់ទឹកតែសេរី2ផ្លែធំប៉ម1ខ្ញីម៉ាន់តេកហើយខ្ទឹមបារាំងអាធំហ្នឹងណាហើយនឹងថែមខ្ទឹមស1មើមផងប៉ុណ្ណឹងយើងក្លុកឲ្យវាម៉ត់ហើយទុកវាមួយឡែកទឹក200 ml ហើយដាក់ម្សៅឆាហ្នឹង3ស្លាបព្រាធំម្សៅឆាហើយនឹងទឹកហ្នឹងឲ្យលាយចូលគ្នាហើយបើកហ្គាសតិចកូររហូតតបានបែបនេះបិទហ្គាសជាការស្រេចហើយឈើដែលយើងក្លុកហ្នឹងដាក់ចូលមកម្ទេសការ៉េ2វែកធំម្សៅឆាហ្នឹង1វែកមកស្ករស1ស្លាបព្រាតូចទឹកត្រី1វែកធំកូរច្របល់ចូលគ្នាឲ្យម៉ត់ភ្លក់យករសជាតិផ្អែមឡំប្រៃតិចបំផុតរត់1មើមឆៃថាវ1មើមស្លឹកខ្ទឹម1000កូរច្របល់ចូលគ្នាឲ្យហើយរួចហើយសពហើយចាំយើងដាក់ស្ពៃដែលវាសោះទឹកហ្នឹងច្របល់ចូលគ្នាហើយយ៉ាក់មកដាក់ក្នុងក្រឡបែបនេះទុកនៅសីតុណ្ហភាពធម្មតាចាំស្អែកចាំញ៉ាំវាជូរល្មមដល់ពេលវាជូរយើងល្មមបានហូបហើយយើងយកពីទឹកផ្លាស្ទិកក្នុងទូទឹកកកទុកពួកបាក់តេរីល្អជាច្រើននៅក្នុងគីមជីហ្នឹងគឺវាជួយរំលាយប្រព័ន្ធអាហារយើងបានល្អមែនតើអូយតែមានគីមជីគឺត្រូវមានសាច់អាំងគឺគេជាគូនឹងគ្នាតែអាំងអត់ទាន់ហើយប្តីថាសុំមួយម៉ាត់សិនលើកមួយដៃបងកោះហ្គេនស្បឺហ្មងទុកទៅអីទៀតបានដាក់មួយម៉ាត់មកគឺថាឆ្ងាញ់លើសពីស្រាប់វាធម្មតាស៊ូផឹកហ្មងបងខ្ញុំចូលមួយខ្ញុំសុំ Gainsbourg Snow ហើយឆ្ងាញ់ស្រាល 3.9% យេស៊ូផឹកហ្មងស្រីយើងអីផឹកបានមានថាឈឺក្បាលធុងអីយេដាក់មួយម៉ាត់ខ្លែមួយម៉ាត់